Hello សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពី Daily English អង់គ្លេសប្រចាំថ្ងៃរបស់យើងបន្តទៀតអំពី Phrasal Verb បន្ទាប់អំពីវីដេអូមុនអូខេយើងសិក្សា Phrasal Verb ដដែលអំពីវីដេអូមុនប៉ុន្តែពាក្យមិនដូចគ្នាទេអញ្ចឹងយើងទៅសិក្សាទាំងអស់គ្នាថាពាក្យ clear នឹងមានអីខ្លះចាស់ let's go អូខេ Phrasal Verb នេះប្រែថា clear កិរិយាសព្ទ clear កិរិយាសព្ទ Phrasal នេះ clear verb នេះកិរិយាសព្ទ clear កិរិយាសព្ទអូខេហើយអ្នកទាំងអស់គ្នាប្រហែលជាមានអាចថាឮសំឡេងរំខានដោយសារខាងមុខផ្ទះមានគេធ្វើថ្នល់មានសំឡេងរំខានពីក្រៅខ្លះអញ្ចឹងអធិស្ឋានអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយើងមកសិក្សាទាំងអស់គ្នាអំពី Phrasal verb ជាមួយនឹងឧទាហរណ៍របស់យើងអូខេ clear ទី1នេះយើងអានថា back away ប្រែថាថយក្រោយឧទាហរណ៍ he back away slowly គាត់បានថយក្រោយយ៉ាងយឺតback down ដែលថយក្រោយពីការជំនួយឬក៏បញ្ជាក់ឧទាហរណ៍យើងអត់យល់យើងមើលឧទាហរណ៍យល់ហើយ she refused to back down នាងមិនព្រមថយចេញទេអូខេ back out of ប្រែថាដកខ្លួនចេញពីកិច្ចព្រមព្រៀង back out of ឧទាហរណ៍ he backed out of the deal គាត់បានដកខ្លួនចេញពីកិច្ចព្រមព្រៀង back up នេះប្រែថារក្សាឬក៏គ្រប់គ្រងរក្សាទុកឬក៏គ្រប់គ្រងឧទាហរណ៍ I always back up my file ខ្ញុំតែងតែរក្សាទុកឯកសាររបស់ខ្ញុំ my file back up back នេះកាបូបឬក៏ថង់ back up ដាក់ក្នុងថង់ឧទាហរណ៍ please back up the trash សូមដាក់សម្រាមក្នុងថង់ក្នុងធុងសម្រាមអញ្ចឹងទៅអូខេ bail out ប្រែជួយសង្គ្រោះ the government bail out the company រដ្ឋាភិបាលបានជួយសង្គ្រោះក្រុមហ៊ុន the government bail out the companies bank on ប្រពឹងផ្អែកលើពឹងផ្អែកលើឧទាហរណ៍ don't bank on luck កុំពឹងផ្អែកលើសំណាងអូខេ bust in ប្រែថាវាយបំផ្លាញកំទេច bust in he bust in the door គាត់បានវាយទ្វារឲ្យខូច he bust in the door beef up ប្រែបង្កើនកម្លាំងឬក៏ពង្រីក beef up ឧទាហរណ៍ they beef up security ពួកគេបានបង្កើនសន្តិសុខអូខេ begin with ប្រែថាចាប់ផ្ដើមជាមួយ begin ចាប់ផ្ដើម with នេះជាមួយ begin with ចាប់ផ្ដើមជាមួយឧទាហរណ៍ let's begin with chapter 1 យើងចាប់ផ្ដើមជំពូកដំបូងជំពូកទី1អញ្ចឹងទៅអូខេ believe in ដែលជឿទុកចិត្តលើ believe in ឧទាហរណ៍ I believe in hard work អូខេ I believe in hard work ខ្ញុំជឿជាក់លើការខិតខំធ្វើការរបស់ខ្ញុំអញ្ចឹងទៅ bend down ប្រែអោនលំទោនណា bend down ឧទាហរណ៍ she bend down to tie her shoe ចង her shoe ស្បែកជើងនាងអោនដើម្បីចងស្បែកជើងអូខេ bit on ដាក់ធ្នើលើដាក់ខាងលើធ្នើជន់លើអញ្ចឹងទៅ bit on ឧទាហរណ៍ he
bid on that team គាត់បានដាក់ដាក់ភ្នាល់ sorry ដាក់ភ្នាល់លើគាត់បានដាក់ភ្នាល់លើក្រុមនោះក្រុមណាមួយចឹងទៅ he's bid on that team ដាក់ភ្នាល់លើអូខេ black out សន្លប់ឬក៏បាត់ស្មារតី black out ឧទាហរណ៍ he black out after the accident គ្រោះថ្នាក់គាត់បានសន្លប់បន្ទាប់ពីគ្រោះថ្នាក់អូខេ blow up យ៉ាងនេះអានថា blow up clear ហ្នឹង blow up តែផ្ទុះឬក៏បំផ្លាញឧទាហរណ៍ the boom blew up suddenly the boom blew up suddenly ក្របបែកបានផ្ទុះភ្លាមក្របបែកបានផ្ទុះភ្លាមអូខេ continue the blew out ផ្លុំភ្លើងឲ្យរលត់blew out ឧទាហរណ៍ please blow out the candle សូមផ្លុំទៀនឲ្យរលត់ candle ទៀនសូមផ្លុំទៀនឲ្យរលត់ blew away ប្រាបកបាត់បកទៅបាត់ blew away បកទៅបាត់ធ្វើឲ្យចាប់អារម្មណ៍ខ្លាំងឧទាហរណ៍ the wind ឬក៏ the vine blew away the pepper ខ្យល់បានបកក្រដាសទៅបាត់ចឹងទៅ bill ពេលនេះអានទៅ bill down to អូអាយ ill bill down to សរុបតែត្រង់ចំណុចឬក៏ត្រង់ចំណុចចឹងទៅឧទាហរណ៍ it bills down to money វាសរុបតែរឿងលុយ it bills down to money វាសរុបតែរឿងលុយ book in ប្រែថាចុះឈ្មោះស្នាក់នៅ book in ឧទាហរណ៍ we book in a hotel យើងបានចុះឈ្មោះស្នាក់នៅសន្តាគារអូខេ boot up ប្រែថាចាប់ផ្ដើមដំណើរការម៉ាស៊ីន boot up ចាប់ផ្ដើមដំណើរការម៉ាស៊ីនឧទាហរណ៍ the computer is booting up កុំព្យូទ័រនៅកំពុងចាប់ផ្ដើមដំណើរការ computer អូខេ house boss around ដែលបង្កប់ធ្វើជាមេដឹកនាំគេ boss around បង្កប់ឬក៏ធ្វើជាមេដឹកនាំគេឧទាហរណ៍ don't boss me around កុំបង្កប់ខ្ញុំ don't boss me around កុំបង្កប់ខ្ញុំ bounce back ប្រែក៏លេខមកវិញមានសុខភាពយ៉ាងលឿនមានផាសុកភាពវិញបាទសះស្បើយវិញយ៉ាងលឿនអញ្ចឹងទៅឧទាហរណ៍ she bounce back after the failure នាងបានស្ដារខ្លួនវិញបន្ទាប់ពីបរាជ័យអូខេ break away ប្រែផ្ដាច់ខ្លួនចេញឧទាហរណ៍ they broke away from the group ពួកគេបានផ្ដាច់ខ្លួនចេញអំពីក្រុម break down ប្រែខូចឬក៏ពន្យល់ចាត់ចែងចឹងទៅឧទាហរណ៍ the car broke down yesterday រថយន្តខូចម្សិលមិញអូខេ break into ប្រែថាចូលឬក៏លួចចូលឧទាហរណ៍ the thief broke into the house ចោរបានលួចចូលក្នុងផ្ទះចឹងទៅ break into លួចចូល the thief broke into the house ចោរបានលួចចូលទៅក្នុងផ្ទះអូខេអ្នកនរគ្នា clear ឬក៏កិរិយាសព្ទប្រយោគយើងនឹងក៏បានបញ្ចប់ប៉ុណ្ណឹងទាំងអស់មាន25 clear និងមានឧទាហរណ៍25ប្រយោគជាមួយនឹង
អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសម្ដាងល្អនិងមានប្រាជ្ញាឆ្លាស់វៃជួបគ្នាវីដេអូក្រោយសូមអរគុណសូមជម្រាបលា